សង្គ្រាមអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់គឺជាសង្គ្រាមតាមអារម្មណ៍នេះគឺជាការលើកឡើងនៅក្នុងកាសែតអាចាសារ៉ាដោយលើកនេះលោកដូណាល់ត្រាំនិងលោកនេតានយ៉ាហ៊ូដើរក្រឡាអុកខុសធ្ងន់ណាស់ហើយស្មានថាការទម្លាក់គ្រាប់បែកអាចផ្ដួលរលំអ៊ីរ៉ង់បានងាយៗដូចនៅវីណេស៊ុយឡាតែចុងក្រោយបែកជាប៉ះឆ្អឹងរឹងទៅវិញអត្ថបទដ៏កម្រដែលវិដំឡៃចេញពីគេហទំព័រអាចាសារ៉ានៅថ្ងៃទី10ឧសភាបានបង្ហាញថាសង្គ្រាមដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបើកឆាកចាប់តាំងពីថ្ងៃទី28កុម្ភៈមកកំពុងតែដើរទៅរកការបញ្ចប់ដោយការដកថយកងទ័ពរបស់សហរដ្ឋអាមេរិកមូលហេតុចម្បងដែលនាំឲ្យមានការដកថយនេះគឺដោយសារតែផែនការកាត់ក្បាលម៉ាស៊ីនដឹកនាំដែលបំរុងនឹងវាយកំទេចរចនាសម្ព័ន្ធដឹកនាំកម្ពុជារបស់អ៊ីរ៉ង់និងកម្មវិធីអាវុធនុយក្លេអ៊ែរឲ្យខូចខាតទាំងស្រុងដើម្បីបដូររដ្ឋាភិបាលថ្មីនោះមិនបានសម្រេចឡើយផ្ទុយទៅវិញរបបដឹកនាំអ៊ីរ៉ង់មិនត្រឹមតែមិនបែកបាក់នោះទេតែថែមទាំងបានរួមកម្លាំងគ្នាជារបងកាន់តែរឹងមាំប្រឆាំងទៅនឹងការវាយប្រហារពីខាងក្រៅលើពីនេះអាមេរិកបានវិតម្លៃទាបពេកចំពោះសមត្ថភាពបច្ចេកវិទ្យារបស់អ៊ីរ៉ង់ដែលអាចផលិតអាវុធទំនើបដោយខ្លួនឯងបានក្នុងតម្លៃទាបប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ក្នុងការបំផ្លិចបំផ្លាញអាវុធតម្លៃរាប់ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិកអត្ថបទដដែលបានបង្ហាញថាដ្រូនអ៊ីរ៉ង់មួយតម្លៃត្រឹមតែប្រមាណ$20,000តែអាមេរិកត្រូវចំណាយមីស៊ីលរហូតដល់$4 លានដើម្បីបាញ់ទម្លាក់ចំណែកឯមីស៊ីលកំទេចនាវាអ៊ីរ៉ង់តម្លៃត្រឹមតែ$100,000ប៉ុណ្ណោះអាចកំទេចនាវាចម្បាំងអាមេរិកតម្លៃ2ទៅ3,000 លានដុល្លារបានយ៉ាងងាយស្រួលលើពីនេះរុស្ស៊ីនិងចិនបានដើរតួជាអ្នកសម្របសម្រួលឲ្យតំបន់នោះមានស្ថិរភាពឡើងវិញដោយមានការជ្រួយជ្រុំជ្រែងផ្កាយរណបព្រមទាំងការផ្ដល់ចារកម្មថែមទៀតផងការបន្តសង្គ្រាមនេះនឹងនាំឲ្យមានមហន្តរាយសកលតាមរយៈការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រេងនិងហ្គាសនៅក្នុងតំបន់ដែលជាតម្លៃមួយដែលសហរដ្ឋអាមេរិកនិងពិភពលោកមិនអាចទ្រាំទ្របានឡើយជាលទ្ធផលការបញ្ចប់សង្គ្រាមនេះទំនងជានឹងត្រឡប់ទៅរកស្ថានភាពដើមវិញប៉ុន្តែវាបានបន្សល់ទុកនៅការពិតថ្មីដែលសហរដ្ឋអាមេរិកត្រូវតែទទួលស្គាល់នោះគឺអ៊ីរ៉ង់នឹងក្លាយជាអ្នកគ្រប់គ្រងប្រតិបត្តិការទាំងស្រុងទៅលើច្រកសមុទ្រអូម៉ូសហើយវត្តមានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រនឹងត្រូវកាត់បន្ថយយ៉ាងខ្លាំងអាចារ្យសារ៉ាបានសង្កត់ធ្ងន់ថាអាមេរិកមិនអាចឈ្នះសង្គ្រាមនេះក្រោមការចំណាយផ្នែកហិរញ្ញវត្ថុយោធាដ៏ច្រើនមហាសាលព្រមទាំងនយោបាយដែលកំពុងតែជួបប្រទះនោះទេម្ល៉េះហើយការដកថយនិងការត្រឡប់ទៅរកផ្លូវការទូតនិងច្បាប់អន្តរជាតិវិញគឺជាជំរឿនតែមួយគត់ដែលសមហេតុសមផលបំផុតសម្រាប់រដ្ឋបាលលោកដូណាល់ត្រាំនៅពេលនេះដើម្បីបញ្ជៀសនៅវិបត្តិសេដ្ឋកិច្ចនិងសន្តិសុខពិភពលោកដ៏ធ្ងន់ធ្ងរទោះជាយ៉ាងណាអាចារ្យសារ៉ាបានវិតម្លៃថាសង្គ្រាមនេះកើតឡើងដោយសារតែមានការសម្រេចចិត្តរបស់មនុស្សមួយក្រុមតូចនៅឯភូមិគ្រឹះរបស់លោកដូណាល់ត្រាំដោយគ្មានការពិគ្រោះយោបល់ច្បាស់លាស់អំពីស្ថាប័នសន្តិសុខជាតិឡើយនោះមានន័យថាលោកត្រាំបានសម្រេចចិត្តជាមួយមនុស្សចំណិតមួយក្រុមតូចនៅភូមិគ្រឹះម៉ាឡាហ្គូរបស់លោកនៅក្នុងរដ្ឋ Florida ដែលតែងតែនិយាយយល់ស្របតាមលោកនិងមិនហ៊ានផ្ដល់មតិផ្ទុយឬបង្ហាញពីភាពគ្រោះថ្នាក់ពិតប្រាកដឡើយជាស្ដែងការនោះលោក Josh Kahn នាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិបានលាតំណែងនៅថ្ងៃទី17មីនាឆ្នាំ2026បន្ទាប់ពីសង្គ្រាមមួយនេះគ្មានទិសដៅពិតប្រាកដលោក Josh Kahn បានសរសេរលិខិតចំហមួយរិះគន់យ៉ាងធ្ងន់ធ្ងរថារដ្ឋបាលលោកត្រាំកំពុងតែប្រើប្រាស់ព័ត៌មានមិនពិតដើម្បីបោកបញ្ឆោតប្រធានាធិបតីឲ្យចូលទៅក្នុងសង្គ្រាមដោយការសម្រេចចិត្តវាយប្រហារទៅលើអ៊ីរ៉ង់គឺជាការសម្រេចចិត្តតាមអារម្មណ៍ឆាវឆាវតែមួយពេលមិនមែនផ្អែកទៅលើតម្រូវការសន្តិសុខជាតិពិតប្រាកដឡើយតើប្រិមិត្តមានយោបល់យ៉ាងណាដែរចំពោះអត្ថបទអាចារ្យសារ៉ាមួយនេះខ្ញុំសំអាងវណ្ណៈ True Insider គម្រោងចាំក្នុងការធ្វើអ្វីមួយហើយស្ដាយក្រោយនៅពេលដែលបាត់បង់ម៉ាស៊ីនបាញ់ថ្នាំអង្គរ Sprayer គ្រប់គ្រងហានិភ័យទាន់ពេលវេលានិងគ្រប់ស្ថានភាព